សូមគោរពនឹងជម្រាបសួរទូរទស្សនិកជនជាទីគោរពរាប់អានដែលកំពុងតែតាមដានទស្សនាការផ្សាយផ្ទាល់កម្មវិធីហុងមាសព័ត៌មានពេលព្រឹកក៏ដូចជាកំពុងតែតាមដានស្ដាប់តាមរយៈវិទ្យុរស្មីហុងមាស 95.7 ផងដែរបាទអរុនសុស្ដីប្រិមិត្តយើងវិលមកជួបគ្នាគូទី2បញ្ចប់ថ្ងៃចុងក្រោយនៃថ្ងៃចុងសប្តាហ៍ចា៎ហើយថ្ងៃនេះជាថ្ងៃចុងសប្តាហ៍យើងបានជួបគ្នាមួយថ្ងៃចុងក្រោយនេះទេហើយយើងនឹងវិលមកជួបគ្នាបន្តទៀតនៅថ្ងៃច័ន្ទដែលយើងទៅបែកគ្នា2ថ្ងៃបាទអញ្ចឹងសម្រាប់ព្រឹកនេះយើងមានរឿងរ៉ាវជួបមុខគ្នាហើយនឹងមានរឿងអីដែលត្រូវជម្រាបជូនទូទាំងជន កញ្ញាមានរឿងល្អអត់ទេថ្ងៃហ្នឹងចា៎នេះខ្ញុំមានប្រហែលរឿងដែរក្រៅពីរឿងសន្តិសុខហ្នឹងក៏យើងមានរឿងនេះខ្ញុំមានរឿងបន្ថែមដែរដើម្បីជម្រាបជូនបងប្អូនចា៎បាទហើយយប់មិញនេះអាកាសធាតុភ្លៀងតិចយប់មិញបាទលឹមតិចហើយសម្រាប់ព្រឹកនេះខ្យល់ខែកដឹកបានធ្លាក់មកបដាហើយបាទនៅពេញរៀងតិចខ្យល់ខែកដឹកចា៎ហើយនៅតាមស្រែប្រហែលជាបើដើរតាមភ្លឺស្រែប្រហែលជាមើលទៅឃើញគួស្រូវបក់រវិចងូកទៅងូកមកដោយសារតែខ្យល់វាបក់បាទល្អមែនតើបាទនឹកពីទេសភាពអ្នកនៅជនបទចា៎ជាពិសេសគឺកសិករហ្នឹងតែចា៎ហើយសម្រាប់លោករទ្ធីផ្ទាល់ណាពេលដល់រដូវរំហើយខែ12អញ្ចឹងឬមានរឿងអីដែលលោករទ្ធីចាំមិនអាចបំភ្លេចបានសោះតែម្ដងកាលពីកុមារភាពមានទេលោករទ្ធីខ្ញុំចាំដែលមិនអាចបំភ្លេចបានគឺពេលរដូវខែធ្លាក់ខ្យល់អញ្ចឹងគឺខ្ញុំទៅដាក់លងចឹងទៅដាក់លងចា៎បាទហើយសប្បាយពេលឃើញស្រូវល្អចា៎បាទហើយចេញពីរៀនមកពេលខ្លះព្រលឹមឡើងងើបទៅមើលលងហើយចប់មើលលងប្រហែលជាខ្ញុំធម្មតាងើបពីម៉ោង4កន្លះចា៎អីចឹងទៅមើលលងហើយព្រលឹមឡើងម៉ោង5មកវិញលាកពាក់ខោអាវទៅរៀនណាចា៎បាទទៅរៀនសាលាបឋមសិក្សាហ្នឹងនៅមិនឆ្ងាយប្រហែលនេះប្រហែលជាដូចជា2គីឡូឯប៉ុណ្ណឹងឯងហើយដើរបាទអត់មានកង់ជិះទេដើរបាទហើយដើរកាត់តាមភ្លឺស្រែឬក៏ផ្លូវអទេសចា៎បរទេសបាទអត់មានផ្លូវគ្រោះក្រហមមែនឥឡូវមានហើយចា៎នេះជាអនុស្សាវរីយ៍ដែលយើងនឹកឃើញពីប្រវត្តិនៅខាងស្រែហើយធ្វើជាកសិករចា៎បាទឥឡូវនេះយើងចូលរឿងរបស់យើងសម្រាប់ថ្ងៃនេះចង់និយាយរឿងអីនេះថ្ងៃនេះរៀមច្រើនពេកអត់បាទច្រើនពេកហើយណាមួយវារឿងខ្លះយើងចង់រកតែរឿងណាដែលថ្មីចា៎ហើយសំខាន់ដើម្បីកុំឲ្យប្រិមិត្តដែលកំពុងអង្គុយរងចាំទស្សនានេះធុញបាទធ្វើអីឲ្យថ្មីបាទឥឡូវនេះវាដោយសារតែយើងរឿងវាមិនអាចទៅបង្កើតឡើងបានទេព្រោះវានេះវាកើតឡើងដោយឯងម្សិលមិញខ្ញុំនិយាយជុំវិញអំពីរឿងពលរដ្ឋដែលគាត់ប្រឈមនឹងការឈូសឆាយផ្ទះរបស់ពួកគាត់នៅឯខេត្តបរសេនុបាទចិត្តផ្លូវចូលក្បាលឆាយប៉ុន្តែពួកគាត់នៅតែបន្តមកដល់ស្ថានីយ៍ខ្ញុំទៀតហើយលើករូបថតសម្ដេចទាំងពីរបាទសូមឲ្យជួយហើយខ្ញុំក៏ប្រាប់ថាមីងពូបងក្មួយខ្លះខ្ញុំជាអ្នកសារព័ត៌មានខ្ញុំបានតែផ្សាយជាព័ត៌មានឲ្យដឹងដល់ថ្នាក់ដឹកនាំប៉ុន្តែថ្នាក់ដឹកនាំដឹងហើយបាទហើយខាងណាមួយខាងសាលាខេត្តបរសេនុក៏គេបានសន្យាថារកទីតាំងថ្មីដែរបាទហើយប៉ុន្តែតែជួយផងលោកទីជួយផងអត់ទេខ្ញុំបានតែព័ត៌មានប៉ុណ្ណឹងទេឲ្យជួយលើសពីនឹងខ្ញុំអត់អាចបានទេបាទនេះអ្វីដែលខ្ញុំចង់ជម្រាបជូនគាត់បន្ថែមប៉ុន្តែខ្ញុំនៅចាំបានថាឯកឧត្តមអភិបាលខេត្តបរសេនុលោកបានសន្យាឲ្យថាកន្លែងតំបន់ហ្នឹងគឺជាតំបន់ដែលត្រូវបានការពារដោយអនុក្រឹត្យហើយពួកគាត់តម្រូវឲ្យចាក់ចេញដើម្បីទៅរកទីតាំងថ្មីបាទ
នេះដែលជាវាយខេត្តគាត់ថាច្បាស់អត់អាចបាត់បង់ឈ្មោះបងប្អូនបានទេប៉ុន្តែបងប្អូននេះគាត់ថាគាត់មានផ្ទះមានដំណាំខ្លះហើយហេតុអីមិនព្រមឲ្យគាត់នៅតែនឹងហើយយើងខ្វៀលស្បែកខ្លះដោយសម្ដេចថាទៅគាត់នៅតែទិញអញ្ចឹងណាចាដើម្បីជៀសវាងកុំឲ្យថាគាត់ទៅកន្លែងថ្មីគឺត្រូវបានសាងសង់នៅជីវិតគេឡើងញ៉ាបាទអញ្ចឹងបើសិនជានៅកន្លែងទៅនឹងអាចឲ្យគាត់រស់នៅបានអត់ហើយកន្លែងទីតាំងថ្មីនោះទុកអភិរក្សទៅបាទប៉ុន្តែខាងអាបាខេត្តនេះគាត់ថាអត់បានទេឥឡូវខាងប្រជាពលរដ្ឋដែលបានលើកឡើងថាមិនមែន174គ្រួសារទេគឺជាង300គ្រួសារបាទអញ្ចឹងមិនសិនមិញដែលគាត់មកថែមទៀតមកដល់ខ្ញុំមានទាំងរូបថតសម្ដេចមានទាំងរូបថតថ្នាក់ដឹកនាំដើម្បីសុំឲ្យជួយឲ្យដាច់ណាហើយកណាពិធីតវ៉ាអីម្ដងរូបថតសម្ដេចដាច់បាទដាច់ទៅត្រូវប៉ាន់អ្នកផ្ដិតទៅប៉ាន់អ្នកផ្ដិតបាទប៉ុន្តែយ៉ាងណាក៏ដោយក៏យើងត្រូវមើលអំពីទុកសោករបស់ពួកគាត់ថាតើការដោះស្រាយនោះបានដោយយុត្តិធម៌សម្រាប់ពួកគាត់ដែរឬទេគាត់ក៏ទទួលស្គាល់ដែរថាពួកគាត់គ្មានដីកម្មសិទ្ធិណាក្រៅពីគាត់ទៅរស់នៅលើដីរដ្ឋទេព្រោះដឹងថាឲ្យទៅនៅលើដីរដ្ឋវាប្រសើរជាងគាត់ទៅរស់នៅលើដីក្រុមហ៊ុនឯកជនឬក៏ទៅដីរបស់កម្មសិទ្ធិឯកជនបាទនេះដែលផ្ទះរបស់គាត់ដែលកំពុងតែរស់នៅសប្តាហ៍នេះគឺអញ្ចឹងសាងសង់របៀបអញ្ចឹងទៅហើយបាទអញ្ចឹងដំណោះស្រាយនោះយើងក៏មិនទាន់ដឹងថាតើខាងខេត្តលោកត្រូវឲ្យពួកគាត់ទៅនៅមានទីតាំងសាងសង់ហើយសុំដេញគាត់ឬក៏យ៉ាងម៉េចបាទពីព្រោះឥឡូវបើតាមដែលការឈូសឆាយនេះបានន័យថាកន្លែងទីតាំងថ្មីគាត់មិនទាន់បានទៅទេអញ្ចឹងចាប់ដើមឈូសឆាយលំនៅចាស់របស់គាត់ធ្វើឲ្យគាត់បាត់បង់លំនៅឋានសម្រាប់ជ្រកបាទពិបាកក្នុងការជ្រកបាទអញ្ចឹងយើងជឿជាក់ថាថ្នាក់ដឹកនាំខាងលើនឹងដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដោយសមហេតុផលបំផុតបាទសមហេតុផលបំផុតយើងឃើញហើយលំនៅឋានមិនមែនថាសាងសង់ពីឆ្នាំ7ជាងអីមកទេគឺក្រោយនេះទេប៉ុន្តែក៏យើងដឹងថាដីរដ្ឋគឺច្បាស់ជារដ្ឋាភិបាលនឹងអនុគ្រោះដល់ប្រជាពលរដ្ឋរបស់យើងដែលគាត់ខ្វះទីលំនៅដោយសម្ដេចធ្លាប់និយាយចឹងថាឲ្យចាំបើដីរដ្ឋទៅហើយបើគាត់អត់មានលំនៅឋានទេចុះនឹងដីម៉ែយើងពីគេអីចែកឲ្យគាត់ទៅចាដាច់ធ្លាប់និយាយចឹងចាបើគាត់អត់មានដីដែរចុះយើងដីរដ្ឋនឹងសម្រាប់ជួយរាជហ្នឹងហើយមិនដីម៉ែយើងបសល់ទុកតាំងពីនេះមកណាដីធម្មជាតិមកហើយលើបរដ្ឋគ្រប់គ្រងហើយជួយរាជទៅចាគាត់ថាយើងដោះដូរថាបើលើបើទន្ទឹមនឹងការដោះដូរឲ្យគាត់ឲ្យគាត់ទៅនៅមានលំនៅឋានសាងសង់អីស្រួលបួលហើយសូមយើងឈូសអានឹងចោលទៅបាទតែគាត់ថាអាជ្ញាធរខ្លះគាត់ថាជូនដំណឹងប្រហែលជាកន្លះខែឬក៏មួយខែមុនហើយតែគាត់នៅព្រមចេញហើយឃើញលូថាឲ្យគាត់ចេញហ្នឹងអត់មានទីតាំងពិតប្រកបឲ្យគាត់ទៅនៅណាចាបានជាបញ្ហាអញ្ចឹងប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំគ្មានអីក្រៅពីសូមផ្ដល់នឹងព័ត៌មាននេះបន្ថែមឃើញលូថាថ្នាក់ដឹកនាំខាងលើមានដំណោះស្រាយណាមួយដែលសមហេតុផលសម្រាប់ពួកគាត់រស់នៅដោយងាយស្រួលកុំឲ្យគាត់ពិបាកមានគាត់មានកូនមានប្រពន្ធបាទមានទ្រព្យសម្បត្តិអីត្រូវដឹកចេញបាទនេះគឺនៅកន្លែងទីតាំងក្បាលឆាយហើយកន្លែងនោះបើគេហៅខាងក្រៅផ្ទះ100ខ្នងចា៎បាទនៅក្នុងក្រុម16ក្រុម16ចឹងហើយក្រុម16ភូមិ1សង្កាត់1ខេត្តព្រះសីហនុក្រុងព្រះសីហនុបាទប៉ុណ្ណឹងចុះនេះដោយសារតែគាត់ចិត្តតែមកខ្ញុំចិត្តតែប្រាប់ទៅថាមានអីបងអញ្ជើញទៅថ្នាក់ដឹកនាំខាងលើប៉ុន្តែខ្ញុំសូមជម្រាបថាព័ត៌មាននេះពិតជាបានដឹងដល់ថ្នាក់ដឹកនាំខាងលើជ្រាបហើយបាទតែគ្រាន់តែការដោះស្រាយវាមិនអាចទៅលឿនដូចយើងចង់បានពេកទេចា៎បាទតោះឥឡូវយើងបញ្ចប់ប៉ុណ្ណឹងចុះហើយប្រិមិត្តទស្សនិកជនចំពោះរឿងកុមារកំព្រា4នាក់ដែល
ở phục mà đai ban slap chào tàu bần so tục nâu côn buôn nè bong ở dụ đọc ram năm và tọp một ôn miền đọc 7 năm miền 9 năm miền 7 năm bà để phải chôm chùm pu bầm nol bần so tục pi mà đai ở phục để ban slap chào tàu thưa oi khang mà cha bầm nol đây chia này câu hệ anh vật thốt thân ạ tam phum cọt bầm non nâng ca rấp ô chấm pu hồ tia rồi bỏ cua sa để ở phục mà đai chẳng pi ban slap chào tàu bàn tay cà pi mà sal manh coi pi để bờ miền hong mi ban sai tàu thua oi sầm đai kia tại bần đất bần đi hồn san lô ban khơi pi ca ăn nát à xô chấm pu cua sa nè hơi sầm đai có ban bình chun ai đom ôi sầm ạt đây lại đom chia bờ thiên khang group krong group hòn đái rồi bỏ cả các bạn có hòm Campuchia rùm đầm nai chia môi nông lục áp ba khăn nốt bút ra áp ba khăn đồng cầu bàn tới chụp krong kru sa đi và tới chụp nâng côn tặng buôn nhẹ đi đầm bày đọt sai bánh hà phải chôm chủng phục mục bàn tay lâu bầm nol để côn tặng buôn nhẹ mùi bua chỉ sòng bong kê sấy để dụ đọc ram năm và ban Comodoxy đầm bay chỉnh châm ôn tipi oi tập bua đời xa tại miền lạt tập hiệp nông ca trò trung cua xà bàn chẳng mà sao mình ai đâm bôi sầm ạt chỉ môi đừng lúc ở ba khăn đằng cao bàn nom dốc nâu thạ về ca đầm bay từ son chùm nua từ lơ mày câu hay anh vật thộ cứ san mày câu hay anh thộ đi bà từ son đầm bay đó là ca oi côn chẳng buôn nhẹ đi ban tiền nâu công oi kia đập ô bà công oi kia đập ô bàn tay giang na cả đôi bánh hà phơi chụp bắp bờ sân chỉ dương lướt bị bánh hà phơi chụp bắp khi này mà cha bầm nói khi rong cua đài mà cha lùi mà buộc khi này ở chơi bà chân ngày lâu khi ấy crapi cả đó bánh hà chụp buộc mục đầm bay cùng oi mà nẹt dúng mà nẹt sợi chân oi đó oi sao chẳng ở khi này bà oi sao chẳng ở khi này chân nẹt chẳng ở khi này bởi tranh chẳng ở khi này thạ vì cá đại ban vô tâu mà sao mấy đi sầm nay ban phải đó là thạ vì cá chùm luôn buôn pon đờ là bà thạ vì cá buôn pon đờ là pan tay sầm non từ lư bầm no đè mà đai ở phục rồi khmui chẳng buôn nhẹ chỉ bẹ cái việc bay pon pè mồi bà bay pon pram rồi trắng son ơi hơi hao khang cứ than đi một chút đâu cái lạnh tia năng tại mà đòn bà tại khang cứ than đi cái ọt kết ca cái đây tê po cua sa đi cứ ban son từ kia mà khai ta hơi chân son từ kia mà khai ta hơi nửa solประมาณ khai tiết chân nửa sol lưới để trâu bộ cua lòi không mùi say vì cả son cái bầm nôi cái đuôi hai nửa sol lưới $500 bà tục oi không mùi say sầm rạp và sầm rạp thưa ca đo sai bành hai chi về phía 100 tháng ngày chỉnh trăm ôn to từ tiền và chẳng để lưới để trâu son từ oi kia nó cứ bay pon bay rồi hốc sập ram và mình bay pon pram rồi bộ đời xa tay mà khai nó con son cái hai bàn đi ta con xây kia nó bay pon pram rồi xây đầm hai đó là pe con ban son mà khai từ hai phần tay về của sao slap con slap bát tàu và tầng mà đai tầng phúc slap bát tàu chân được sao bay pon bay rồi hốc sập ram $5 để các bạn có hòm mà sao mình tam vậy ai đom ôi sầm ạt để sầm này cái tại bên đất bàn oi đầm nang dọc tàu này chẳng một cô oi không môi say hay nên không môi pro đã phải cung chi vào phía cô xa chẳng bầm nó rồi bao kê theo ban chọc hỏi sao lưới tay tôi đi cứ đầm bay tục thua chia rồi bò roxy
ឲ្យក្មួយស្រីឥឡូវចេះដើរធ្វើការងារដូចជាកម្មកររោងចក្រអីប៉ុន្តែក្មួយស្រីកំពុងតែលក់ជួយលក់គេដើម្បីបានប្រាក់កម្រៃចិញ្ចឹមប្អូននៅគ្រួសារនេះនេះផ្ទះនេះផ្ទះគាត់មើលទៅរៀងទ្រង់ទ្រាយគ្រាន់បើដែរប៉ុន្តែគាត់ថាពេលខ្លះនៅជនបទត្រូវចាំថាមានតែសបកផ្ទះទេចាអ្នកខ្លះឃើញផ្ទះធំកុំច្រឡំមានតែសបកផ្ទះទេអញ្ចឹងនេះគឺជាអង្គការអភិវឌ្ឍមុខរបរហៅកាត់ថា CPC បាទប្រភេទຂະຫນាតឥណទានຂະຫນាតតូចបាទហើយអ្នកភូមិនៅក្នុងភូមិពងទឹកសង្កាត់ពងទឹកទាំងមូលបានសម្ដែងនៅការដឹងគុណនិងគោរពស្រឡាញ់ពីសម្ដេចគតិបណ្ឌិតដែលបានជួយស្រោចស្រង់ចាត់ទុកថាដូចជាក្មេងកំពុងតែបាត់បង់នៅឱកាសគ្មានលទ្ធភាពក្នុងការរស់បើយើងនិយាយប្រៀបធៀបគេច្រើនតែពាក្យថាសត្វកំពុងតែលង់ទឹកចា៎បាទប៉ុន្តែនេះមនុស្សទេបាទមនុស្សតែឥឡូវនេះក្មួយប្រុសក្មួយស្រីបានរួចផុតពីគ្រោះទាំងអស់នេះហើយដោយសារតែសម្ដេចលោកបានមើលឃើញហើយម្សិលមិញនេះទន្ទឹមនឹងការដោះស្រាយនៅបំណុលចប់សពគ្រប់ហើយខាងកាកបាទក៏មានជាអង្គមានមីបាទអង្គនោះ100គីឡូក្រាមហើយនឹងមីបាទនឹងសម្ភារៈបរិភោគឧបភោគបរិភោគមានត្រីខមានអីចឹងមកខ្លះទៀតទៅដើម្បីដោះស្រាយជីវិតប្រចាំថ្ងៃតែសម្រាប់ខ្ញុំឯនេះវិញក៏មានសប្បុរសជនប្រិមិត្តដែលបានផ្ដល់តាមរយៈហងមាសដែលជួយទៅឲ្យក្មួយស្រីនេះទៀតបាទដែលគាត់បានផ្ដល់នៅថវិកាចំនួន$300ខ្ញុំអត់ទាន់បានយកឈ្មោះដោយសារតែមិញនេះឥឡូវតែចូលមកភ្លាមតិចទៀតតែគាត់ដឹងថាគាត់ផ្ដល់មក$300ទោះបីសម្ដេចលោកបានជួយដោះស្រាយបញ្ចប់ក៏ដោយប៉ុន្តែលុយនេះសម្រាប់ឲ្យក្មួយស្រីក្មួយប្រុសយកទៅចិញ្ចឹមជីវិតថែមទៀតក្មួយណាបាទចិញ្ចឹមគ្រួសារពោះក្មួយអស់មានអាណាព្យាបាលហើយគឺក្មួយស្រីដែលជាបងអាយុ15ឆ្នាំត្រូវបន្ទុកធ្វើជាម្ដាយឪពុករបស់ប្អូននេះហើយបាទបន្ទុកអញ្ចឹងអ្នកក្មួយស្រីក្មួយប្រុសទាំង4នាក់នេះគឺបងគេនឹងអាយុ15ឆ្នាំបងទី2ដែលបួសជាសង្ឃនេះបាទអាយុ13ឆ្នាំនិងប្អូនទី3អាយុ9ឆ្នាំប្អូនទី3អាយុ9ឆ្នាំប្អូនទី4អាយុ7ឆ្នាំអាយុ7ឆ្នាំអញ្ចឹងឥឡូវនេះក្មួយស្រីនិងក្រុមគ្រួសារសាច់ញាតិដែលបានជូនក្មួយស្រីក្មួយប្រុសទាំង4នាក់មកដល់ស្ថានីយ៍ខ្ញុំឥឡូវទុកសោកដែលប្រឈមនេះបានចប់ហើយបាទហើយខាងអង្គការអន្តរជាតិនេះក៏គេអត់បានគិតការដែរគេគិតតែថ្លៃដើមទេចា៎បាទគិតតែថ្លៃដើមទេប៉ុន្តែបើផ្លូវច្បាប់បើយើងនិយាយអំពីបញ្ហាផ្លូវច្បាប់គឺក្មួយស្រីទាំងពីរក្មួយស្រីក្មួយប្រុសទាំង4នាក់នេះគឺគ្នាអត់មានអីដែលត្រូវប្រឈមជាមួយនឹងបំណុលនេះទេកូនក៏ពិតមែនអត់មានអីទៅប្រឈមនឹងបំណុលនេះទេហើយកូនទាំង4នាក់គឺមានសិទ្ធិក្នុងការថែរក្សាផ្ទះគ្រាន់តែថាប្លង់ដែលម្ដាយឪពុកបានប្រចាំទៅគេនោះគឺនៅដៃគេចា៎បាទប៉ុន្តែมันអាចមករឹបអូសបានទេបាទព្រោះកូនអាចកូននេះនៅព្រោះធ្វើម៉េចបើម្ចាស់បំណុលទាំងពីរនោះគេគ្នាស្លាប់ទៅហើយមិនមែនគ្នារត់ចោលផ្ទះឯណាច្បាប់ដែលអាចរឹបអូសបានគឺដរាបណាម្ចាស់ផ្ទះនោះខ្ចីគេហើយរត់ចោលផ្ទះចាអត់ទទួលខុសត្រូវអញ្ចឹងម្ចាស់បំណុលគេត្រូវផ្លូវច្បាប់គឺរឹបអូសហើយអ្នកធានាក៏ត្រូវគេចាប់ឲ្យសងដែរបើសិនជាម្ចាស់កូនបំណុលនោះត្រូវបានរត់ប៉ុន្តែអានេះកូនបំណុលនោះស្លាប់អានឹងបើចាត់ទុកផ្លូវច្បាប់ម្ចាស់បំណុល
ដល់ពេលវេលាដែលថ្ងៃសយឃើញទេសយបាត់ហ่ะ ចឹងនាងខ្ញុំសូមសួរបន្តិចនាងខ្ញុំឆ្ងល់ណាមិញលោករស់លើកឡើងថាដល់ពេលកូនគាត់អត់មានភារៈការទទួលបន្ទុកនៅក្នុងការសងចំនួនពុកម្ដាយទេប៉ុន្តែប្លង់នៅធនាគារដដែលចឹងធនាគារនឹងទុកប្លង់ហ្នឹងរហូតដល់ដំណាក់កាលណាមួយឬក៏ត្រូវបកគោលប្លង់ហ្នឹងឲ្យកូនតាមពិតទុករហូតទៅគេអត់ឲ្យក៏ខាងនេះក៏មិនដឹងមានសិទ្ធិអីទេអូប៉ុន្តែទុកហ្មងចាបាទប៉ុន្តែឥឡូវនេះដំណោះស្រាយរបស់សម្ដេចដែលឃើញដោយសារតែអាណិតអាសូរចំពោះគ្រួសារហើយគ្នានៅវ័យប៉ុណ្ណឹងចាបាទហើយបងអាយុត្រឹម15ឆ្នាំដើម្បីទទួលបន្ទុកប្អូន3នាក់ផ្សេងទៀតអញ្ចឹងសម្ដេចថាគ្នាម្ចាស់បំណុលក៏គ្នាប្រឈមដែរចាបាទខាងកូនបំណុលក៏ប្រឈមអានេះទៅជាចៅហើយចៅបំណុលហើយចាបាទអញ្ចឹងប្រឈមទាំងពីរបើសិនជាខាងនេះអត់សងកូនបំណុលម្ចាស់បំណុលនឹងអត់មានស្អីឥឡូវនេះដំណោះស្រាយគឺដោះអញ្ចឹងទៅហើយដោយនោះមិនបាច់គិតការប្រាក់អីថែមទេបាទត្រឹមតែយកអាថ្លៃដើមប៉ុណ្ណឹងទៅគឺចប់ហើយបាទចប់ហើយបាទឥឡូវចប់ហើយចប់មែនចាបាទនេះទូទាំងជនជុំវិញអំពីរឿងកូន4នាក់នៅខាងពងទឹកសង្កាត់ពងទឹកខណ្ឌដង្កោដែលកាលពីម្សិលមិញតំណាងរបស់សម្ដេចគិតបណ្ឌិតបានយកថវិកាទៅទូទាត់សងបំណុលកូនទាំង4នាក់ដែលកំពុងតែប្រឈមនឹងការបាត់បង់ផ្ទះនៅពេលដែលម្ដាយនិងឪពុករបស់ខ្លួនបានស្លាប់ចោលទៅហើយបាទសូមបញ្ចប់ប៉ុណ្ណឹងចោះលោកអ្នកដើម្បីឲ្យលោកអ្នកបានជ្រាបជាព័ត៌មានជុំវិញអំពីកូនកំព្រាទាំង4នាក់ដែលកំពុងតែប្រឈមបំណុលឥឡូវនេះបានចប់សពគ្រប់អស់ទៅហើយបាទក្មួយស្រីហើយនឹងកូនទាំងអស់ណាដោយសារតែពូបានទទួលថវិកា$300ពីសប្បុរសជនថែមទៀតពូនឹងប្រគល់ឲ្យក្រុមការងារនឹងយកទៅឲ្យដល់ផ្ទះចា៎បាទយកទៅឲ្យដល់ផ្ទះព្រោះខាងសប្បុរសជនមើលតាមទូទួលនោះគឺអាណិតហើយថាទោះបីសម្ដេចយេតែបណ្ឌិតឲ្យក៏ដោយប៉ុន្តែពួកគាត់ថាឲ្យគ្នាថែមទៀតដើម្បីឲ្យគ្នាមានមុខរបរអីមួយរកស៊ីនៅនោះចា៎បាទជួយតម្រុកបំរុងតម្រាំនឹងគ្នាបានធំបាទអញ្ចឹង300ទៀតចាំខ្ញុំផ្ញើទៅឲ្យក្រុមការងារខ្ញុំយកទៅដល់នោះបាទហើយសូមបញ្ចប់រឿងនេះប៉ុណ្ណឹងយើងក៏លេខមកមើលរឿងមួយទៀតលោកអ្នកជុំវិញអំពីអតីតស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងដែលប្រឈមនឹងផ្លូវច្បាប់តាក់ទងបញ្ហាអំពើពុករលួយបាទលោកសុតឌីណាដែលជាអតីតឯករាជ្យទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េប៉ុន្តែលោកត្រូវបានបាត់បង់នៅតំណែងនេះទៅហើយកំពុងតែប្រឈមនឹងផ្លូវច្បាប់បាទគាត់ស្គមឥឡូវនោះគាត់ពីមុនធាត់ប៉ុន្តែឥឡូវដោយសារតែគាត់កើតទុក្ខបាទឥឡូវនេះតុលាការបានសម្រេចផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល5ឆ្នាំនិងពិន័យជាប្រាក់ហ្នឹងប្រមាណជា10លានរៀលបាទ10លានរៀលបាទលោកសុតឌីណាអតីតឯករាជ្យទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងប្រទេសកូរ៉េខាងត្បូងត្រូវបានសាលាដំបងរាជធានីភ្នំពេញកាលពីម្សិលមិញបានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារចំនួន5ឆ្នាំនិងពិន័យជាប្រាក់ចំនួន10លានរៀលពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់និងបទល្មើសរំលោភអំណាចមានប្រសិទ្ធភាពបាទនេះតុលាការបានចោទអញ្ចឹងបាទសារក្រមនេះប្រកាសដោយលោកកៅវ៉ាន់ឌីអនុប្រធានសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី1ម្សិលមិញនេះតុលាការបានកាត់ទោសលោកសុតឌីណាឲ្យជាប់ពន្ធនាគាររយៈពេល5ឆ្នាំនិងពិន័យជាប្រាក់10លានរៀលក្រោមបទចោទចំនួន2បទល្មើសរួមមានបទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់តាមមាត្រា597មាត្រា597និង598នៃក្រមព្រហ្មទណ្ឌនិងបទរំលោភអំណាចតាមមាត្រា35ច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយបាទអំពើពុករលួយលោកសុតឌីណាត្រូវបាននាំខ្លួនពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជាកាលពីខែមេសាឆ្នាំ2016ដើម្បីចាត់ការទៅតាមផ្លូវច្បាប់បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ
បានរកឃើញថាលោកសុតិណាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនឹងការកើនទឹកប្រាក់ក្រៅធនាគារចំនួន7លាន2សែនដុល្លារនិងមាសចំនួន339តម្លឹងបាទមាសទៀតកាលពីខែមេសា2016ដដែលលោកសុតិណាត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបន្ទាប់ពីអង្គភាពប្រចាំអំពើពុករលួយហៅកាត់ថា ACU រកឃើញថាឯករាជ្យទូតកម្ពុជារូបនេះប្រចាំនៅកូរ៉េខាងត្បូងពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយពិតប្រាកដមែនបាទនេះប្រិមិត្តទូទាំងជនជុំវិញអំពីរឿងរ៉ាវអតីតឯករាជ្យទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងដែលប្រឈមនឹងការចោទប្រកាន់ពីអង្គភាពប្រឆាំងអំពើពុករលួយហើយបច្ចុប្បន្ននេះឯករាជ្យទូតថ្មីដែលត្រូវបានជំនួសលោកសុតិណាដែលគាត់កំពុងតែប្រឈមផ្លូវច្បាប់គឺលោកឡុងឌីម៉ង់បាទលោកឡុងឌីម៉ង់ដែលជាកូនប្រុសរបស់ឯកឧត្តមឡុងវិសាឡូរដ្ឋលេខាធិការក្រសួងការបរទេសប៉ុន្តែមុនពេលលោកបានទៅកាន់នៅឯករាជ្យទូតខ្មែរប្រចាំនៅប្រទេសកូរ៉េគឺលោកបានធ្វើជាមន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបាទនេះតកតងអំពីរឿងរ៉ាវផ្លូវច្បាប់ដែលប្រឈមនឹងបញ្ហាពុករលួយតកតងនឹងឯករាជ្យទូតខ្មែរប្រចាំនៅកូរ៉េបាទទូទាំងជនឥឡូវនេះយើងសូមបញ្ចប់ប៉ុណ្ណឹងយើងក៏លេចមកមើលរឿងបន្តភាគមួយទៀតដែលកាលពីម្សិលមិញដែលព័ត៌មានយើងបានផ្សាយរួចទៅហើយជុំវិញអំពីការស្នើសុំរបស់អភិបាលក្រុងភ្នំពេញឯកឧត្តមប៉ាជាតិវង្សជុំវិញអំពីចង់ថារៀបចំឲ្យមានការស្នើសុំមួយទៅរាជរដ្ឋាភិបាលក្នុងការបញ្ឈប់ការនាំចូលរថយន្តជជុះបាទរថយន្តជជុះព្រោះវាប្រឈមនឹងបញ្ហាហានិភ័យផ្សេងៗឆ្លើយតបជាមួយនឹងការស្នើសុំរបស់អភិបាលរាជធានីភ្នំពេញក្នុងការទប់ស្កាត់មិនចង់ឲ្យមានការនាំចូលប្រភេទរថយន្តជំនុំចូលក្នុងប្រទេសកម្ពុជាសម្ដេចប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនក៏បានឆ្លើយតបចំពោះបំណងនៃការស្នើសុំរបស់លោកអភិបាលក្រុងនេះតាមរយៈ page Facebook របស់សម្ដេចដែលសម្ដេចបានបញ្ជាក់ថាសម្ដេចមិនគាំទ្រចំពោះការស្នើសុំនេះទេបាទមិនគាំទ្រចំពោះការស្នើសុំនេះទេប៉ុន្តែសម្ដេចសូមឲ្យការគោរពច្បាប់របស់ប្រជាពលរដ្ឋក៏ដូចជាការទប់ស្កាត់កុំឲ្យមានការនាំចូលប្រភេទរថយន្តចង្កូតស្ដាំបាទចង្កូតស្ដាំដោយសម្ដេចមើលឃើញអំពីជីវភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលគាត់មិនមានលទ្ធភាពក្នុងការទិញរថយន្តប្រភេទថ្មីសុទ្ធពីក្រៅប្រទេសអញ្ចឹងដើម្បីផ្ដល់លទ្ធភាពឲ្យអ្នកមានធនកណ្ដាលធនក្រោមធនកណ្ដាលធនលើរស់នៅជាមួយគ្នាបានប្រើប្រាស់នៅយានជំនិះបានអញ្ចឹងអនុញ្ញាតឲ្យគេនាំចូលបន្តទៀតចុះប៉ុន្តែសំខាន់នោះគឺបញ្ហាពីរទប់ស្កាត់ឲ្យបានការនាំចូលរថយន្តចង្កូតស្ដាំឬក៏នាំចូលដោយខុសច្បាប់មិនមានការបង់ពន្ធហើយប្រជាពលរដ្ឋគ្រប់រូបបន្តការគោរពច្បាប់គ្រប់គ្នាតាក់ទងអំពីបញ្ហាផ្លូវចង្អៀតរាជរដ្ឋាភិបាលបន្តការស្ថាបនាផ្លូវមានផ្លូវថ្មីផ្លូវចាស់ឬក៏ស្ពានអាកាសផ្លូវលើតាមលទ្ធភាពដែលការអភិវឌ្ឍតាមដំណាក់កាលទៅចុះបាទព្រោះសក្តានុពលរបស់ប្រទេសកម្ពុជាចាប់តាំងពីការបញ្ចប់សង្គ្រាមរយៈពេលជាង30ឆ្នាំមកកម្ពុជាកំពុងតែកសាងខ្លួនដំណើរការអភិវឌ្ឍប្រទេសកំពុងតែដំណើរការទៅមុខទោះបីមិនលឿនក៏ដោយប៉ុន្តែដំណើរការនេះកំពុងតែវិវត្តទៅមុខបដាទៅហើយណាហើយបច្ចុប្បន្ននេះការអភិវឌ្ឍកំពុងតែត្រូវបានមើលឃើញថាអត្ថប្រយោជន៍សំខាន់ផ្លូវគមនាគមន៍ភ្លើងទឹកបាទផ្លូវភ្លើងទឹក
ជាអតិភិបជាស្ដែងកាលពីម្សិលមិញអញ្ចឹងរដ្ឋាភិបាលបានជួបប្រជុំជាមួយនឹងអ្នកវិនិយោគិនចិនបាទអ្នកវិនិយោគទុនចិនដែលគេហៅថាវេទិកាធុរកិច្ចបាទវេទិកាធុរកិច្ចហិរញ្ញវត្ថុកម្ពុជាចិនជាលើកដំបូងនៅកម្ពុជាបាទជាលើកដំបូងនៅកម្ពុជាដែលសម្ដេចបានលើកឡើងថាឥឡូវនេះការវិនិយោគរវាងកម្ពុជានិងចិនកំពុងតែដើរនៅលើផ្លូវកំពូលមួយនៃការអភិវឌ្ឍវិនិយោគប្រទេសពីមុនបើយើងគិតត្រឹមឆ្នាំ2015វិនិយោគទុនចិនប្រមាណជាជិត$5,000 លានប៉ុន្តែនៅពេលដំណើរការទៅពេលខាងមុខនោះការវិនិយោគទុនចិនในកម្រិតកំពូលនឹងឈានដល់កម្រិត$5,000 លានបាទសម្រាប់បានថ្លែងបែបនេះនៅក្នុងពិធីវេទិកាធុរកិច្ចនិងហិរញ្ញវត្ថុកម្ពុជាចិនជាលើកដំបូងដែលធ្វើឡើងនៅកាលពីម្សិលមិញបាទក្រោមប្រធានបទកម្ពុជាព្រះរាជានៃចក្រកលានុវត្តភាពខ្សែក្រវ៉ាត់មួយផ្លូវមួយបាទនេះប្រធានបទកាលពីម្សិលមិញវេទិកានេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុនលីយ៉ុងផាត់គ្រុបរបស់លោកអង្ញាលីយ៉ុងផាត់ដែលជាសមាជិកព្រឹទ្ធសភានិងជាក្រុមហ៊ុនដែលហៅជាសម្រាយជាភាសាអង់គ្លេសថា Minxing Investment Group ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេនៅក្នុងប្រទេសចិនបាទដែលធុរកិច្ចកាលពីម្សិលមិញសម្ដេចបានបញ្ជាក់ថាបំណងមិត្តភាពរវាងកម្ពុជាចិនបានផ្ដល់ប្រយោជន៍ដល់ប្រទេសទាំងពីរដោយឈរលើគោលការណ៍ជឿជាក់ទុកចិត្តគ្នានិងគោរពគ្នាទៅវិញទៅមកនិងមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងកម្ពុជាគាំទ្រនៅគោលនយោបាយចិនតែមួយបាទបើតាមសម្ដេចដែលបានមានប្រសាសន៍កាលពីម្សិលមិញក្នុងរយៈពេល5ឆ្នាំគិតត្រឹមឆ្នាំ2011ដល់ឆ្នាំ2015ចិនគឺជាប្រភពទុនវិនិយោគដ៏ធំជាងគេនៅកម្ពុជាក្នុងបរិវេណទឹកប្រាក់ប្រមាណជា$4.9 លានបាទ$4.9 លាននឹងគិតត្រឹមឆ្នាំ2011ដល់2015សម្ដេចបញ្ជាក់ថាគម្រោងវិនិយោគរបស់ចិនដែលមានកត់ត្រានៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថា CDC មាន84គម្រោងក្នុងទំហំទុនវិនិយោគប្រមាណជា$716 លានស្មើនឹង24.69% នៃទុនវិនិយោគសរុបនៅក្នុងកម្ពុជានៅក្នុងវេទិកានេះដដែលសម្ដេចបានបញ្ជាក់ថាគឺសម្ដេចប្រទេសកម្ពុជានឹងអនុគ្រោះនៅទឹកដីការរយៈពេល3ឆ្នាំសម្រាប់វិនិយោគិនចិននិងកូរ៉េខាងត្បូងផងដែរបាទគឺផ្ដល់អត្ថប្រយោជន៍ទឹកដីការរយៈពេល3ឆ្នាំសម្រាប់វិនិយោគទុនចិននិងកូរ៉េសម្ដេចក៏បានបន្ថែមថានៅឆ្នាំ2015ពាណិជ្ជកម្មរវាងចិននិងកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជា$4.3 លានបាទ$4.3 លានគឺកើនឡើង15.19% ធៀបនឹងឆ្នាំ2014ដែលមានទំហំទឹកប្រាក់ប្រមាណជា$3.8 លាននៅចុងបញ្ចប់សម្ដេចបាននិយាយថាបានបញ្ជាក់ថាប្រទេសទាំងពីរនឹងដាក់ចេញនូវគោលដៅបង្កើនឲ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកើនឡើង$5,000 លានក្នុងឆ្នាំ2017បាទទូទាំងជននេះគឺជាទំហំទឹកប្រាក់របស់ប្រទេសចិនដែលប្រធានាធិបតីទៅនឹងប្រធានាធិបតីចិនទៅនឹងមកចូលរួមប្រជុំជួបជាមួយនឹងប្រមុខរដ្ឋាភិបាលកម្ពុជាថ្មីនេះហើយពេលឥឡូវបន្តគឺចិនបានបង្កើននៅវិនិយោគដល់កម្រិតកំពូលក្នុងនោះបញ្ហាមួយទៀតគឺបញ្ហាកសិផលប្រជាកសិករបាទទីផ្សារកសិកម្ម
បាទនេះទូទាំងជនដែលយើងកំពុងតែសម្លឹងមើលទីផ្សារចិនធំបំផុតដែលអាចជួយប្រជាពលរដ្ឋជាកសិករដែលធ្វើកសិកម្មបើសិនជាផលិតផលកសិកររបស់ខ្មែរកាន់តែថ្លៃនោះហើយដែលធ្វើឲ្យពលរដ្ឋរបស់យើងកាន់តែមានកម្រិតជីវភាពខ្ពស់ឡើងបាទនេះអ្វីដែលជាទស្សនវិស័យនៅពេលខាងមុខដែលយើងសង្ឃឹមថាយើងកំពុងតែមានសន្តិភាពយើងត្រូវតែជុំជែងឲ្យមានការអភិវឌ្ឍលឿនដើម្បីប្រយោជន៍ប្រទេសយើងតែមួយបាទទូទាំងជននេះគឺជាចំណុចរួមនៃដែលពលរដ្ឋរបស់យើងសប្បាយចិត្តគឺត្រង់ថាធ្វើយ៉ាងណាឲ្យទិន្នផលកសិករកសិកម្មរបស់កម្ពុជាយើងមានកំណើនខ្ពស់បាទទូទាំងជនឥឡូវដល់ម៉ោងសម្រាប់ទៅហើយសូមពេលសម្រាប់បន្តិចបាទទៅទៀតយើងវិលមកជួបគ្នាបន្ត